អល់ឡោះជាម្ចាស់ទ្រង់បានដាស់តឿនយើងឲ្យមានការប្រុងប្រយ័ត្នចំពោះបុគ្គលដែលយើងត្រូវនិយាយជាមួយអ្នកមិនចាំបាច់និយាយប្រាប់រឿងរ៉ាវគ្រប់យ៉ាងទៅកាន់មនុស្សគ្រប់គ្នានោះទេមិនមែនគ្រប់គ្នាសុទ្ធតែអាចយល់និងទទួលយកវាបានក្នុងន័យល្អនោះឡើយមិនមែនគ្រប់គ្នាសុទ្ធតែមានសេចក្តីត្រេកអរចំពោះសុភមង្គលរបស់អ្នកហើយក៏មិនមែនគ្រប់គ្នាសុទ្ធតែមានទុក្ខចំពោះការបាត់បង់របស់អ្នកដែរមនុស្សមួយចំនួនអាចនឹងត្រេកអរនៅពេលដែលអ្នកជួបទុក្ខហើយអ្នកខ្លះទៀតប្រកាសជាមិនសប្បាយចិត្តនៅពេលដែលអ្នកបានសម្រេចជោគជ័យពួកគេថែមទាំងអាចព្យាយាមរារាំងឬធ្វើអ្វីមួយដោយក្តីច្រណែនដែលអាចបណ្ដាលឲ្យអ្នកធ្លាក់ក្នុងភាពបរាជ័យដូច្នេះចូលមានការប្រុងប្រយ័ត្នឲ្យមែនទែន